ដូច្នេះអ្វីដែលលោកអ្នកត្រូវធ្វើលោកអ្នកត្រូវដំឡើងកម្មវិធី PayGo Wallet របស់លោកអ្នកនៅលើទូរស័ព្ទដៃរបស់លោកអ្នកដែលចូលទៅកាន់ App Store ឬក៏ Play Store ហើយស្វែងរកពាក្យ PayGo Wallet ដំឡើងកម្មវិធីនោះនៅលើទូរស័ព្ទដៃផ្ទាល់របស់លោកអ្នកត្រូវធ្វើការចុះឈ្មោះជាមួយនឹងគណនី PayGo Wallet ដំបូងលោកអ្នកត្រូវដាក់លេខទូរស័ព្ទរបស់លោកអ្នកចុចពាក្យ OK លោកអ្នកនឹងទទួលបានសារជាលេខកូដមួយបន្ទាប់មកបញ្ចូលលេខកូដចូលទៅក្នុងចន្លោះរួចចុច OK ទាំងទី2លោកអ្នកត្រូវដាក់លេខកូដរបស់លោកអ្នកទាំងទី3និងទាំងទី4លោកអ្នកត្រូវដាក់លេខសម្គាល់ផ្ទាល់ខ្លួនរបស់លោកអ្នកទៅលើគណនី PayGo ទាំងទី5លោកអ្នកត្រូវបំពេញកន្លែង Promote Code ត្រូវបំពេញលេខ ID PayGo Wallet របស់មិត្តភ័ក្តិរបស់លោកអ្នកដែលបានណែនាំលោកអ្នកឲ្យប្រើប្រាស់កម្មវិធី PayGo Wallet មួយនេះតែប្រសិនបើលោកអ្នកមិនមានលេខ Promote Code ទេលោកអ្នកអាចចុចពាក្យ Skip ឥឡូវនេះកម្មវិធី PayGo Wallet របស់លោកអ្នកត្រូវបានដំឡើងរួចរាល់ហើយនេះគឺជាលេខ ID កម្មវិធី PayGo Wallet របស់លោកអ្នកតែមួយគត់ដែលលោកអ្នកត្រូវបញ្ចូលទឹកប្រាក់ចូលទៅក្នុងគណនី PayGo Wallet របស់លោកអ្នកអាចធ្វើការដាក់ទឹកប្រាក់ចូលទៅក្នុងម៉ាស៊ីន PayGo លោកអ្នកអាចស្វែងរកម៉ាស៊ីន PayGo ដែលនៅជិតនឹងលោកអ្នកតាមផែនទីដែលមាននៅក្នុងកម្មវិធី PayGo Wallet ចុចពាក្យ Refill PayGo Wallet នៅលើកញ្ចក់ម៉ាស៊ីនដាក់ប្រាក់រួចដាក់លេខ ID របស់លោកអ្នកដាក់ប្រាក់ចូលកន្លែងទទួលប្រាក់ហើយចុចពាក្យ Pay ជាការស្រេចឥឡូវនេះលោកអ្នកមានទឹកប្រាក់នៅក្នុងគណនី PayGo Wallet របស់លោកអ្នកហើយលោកអ្នកអាចធ្វើការប្រើប្រាស់ Mastercard របស់លោកអ្នកធ្វើការទិញទំនិញអនឡាញផ្សេងៗទឹកប្រាក់ដែលមាននៅក្នុងគណនី PayGo Wallet និងទឹកប្រាក់ដែលមាននៅក្នុងគណនី Mastercard របស់លោកអ្នកគឺដូចគ្នាមុននឹងលោកអ្នកធ្វើការបង្កើត Mastercard នៅក្នុងគណនី PayGo របស់លោកអ្នកត្រូវដាក់ទឹកប្រាក់ចូលទៅក្នុងគណនី PayGo យ៉ាងតិចណាស់$5ហើយយើងខ្ញុំមិនមានកាត់ថ្លៃសេវាកម្មអ្វីទាំងអស់ក្នុងការបង្កើត Mastercard ដែលឥតគិតថ្លៃបើកម្មវិធី PayGo Wallet ជ្រើសរើសពាក្យ My Card បំពេញព័ត៌មានដែលនៅក្នុងចន្លោះទាំងអស់ហើយចុចពាក្យ Get Virtual Mastercard ឥឡូវនេះលោកអ្នកទទួលបាន PayGo Virtual Mastercard ហើយដើម្បីឃើញលេខកូដសម្ងាត់ត្រូវចុចទៅលើពាក្យ CVV លោកអ្នកអាចប្រើប្រាស់ PayGo Virtual Mastercard របស់លោកអ្នកដើម្បីទិញទំនិញអនឡាញផ្សេងៗដូចជាការទិញទំនិញទៅលើគេហទំព័រ AliExpress ឬក៏ទូទាត់សម្រាប់ហ្គេមអនឡាញទិញកម្មវិធី App Store, iTunes ឬក៏ Google Play Market ហើយលោកអ្នកក៏អាចធ្វើការភ្ជាប់ប័ណ្ណ PayGo Mastercard របស់លោកអ្នកចូលទៅក្នុងគណនី PayPal របស់លោកអ្នកផងដែរ